បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមានការចែករំលែកមួយតាក់ទងទៅនឹង experience អញ្ចឹងនៅក្នុង domain cyber របស់យើងមានច្រើនមែនទែនហើយខ្ញុំចង់ចែករំលែកព័ត៌មាននេះទៅកាន់បងប្អូនដែលមានដំណងរៀនតាក់ទងនឹង cyber ដែលត្រឹមតែឆ្នាំទី1ឆ្នាំទី2ដែលគាត់ចាប់ផ្ដើមសិលេចអាជីពរបស់គាត់ណាអញ្ចឹងនៅក្នុង cyber របស់យើងមើលទៅវាមានច្រើនខ្ញុំលើកពីរឧទាហរណ៍ cyber defense ហើយនិង cyber offensive បាទអញ្ចឹងបើ cyber defense ជាទូទៅវានិយាយទៅលើការការពារដូចជាយើងរៀនជំនាញនៅខាង network ខាងអីអញ្ចឹងត្រូវច្រើនជាងបាទអញ្ចឹងឧទាហរណ៍យើងរៀន network យើងចេះ protect ទៅនឹង firewall បាទយើងរៀនខាង DLP data loss prevention PAM ខាង NAC ខាង EDR ជា antivirus អីហ្នឹងនឹងសិតតែនៅក្នុងប្រភេទបាទ defensive ហើយអញ្ចឹងបើនៅក្នុង offensive បានន័យថាវាតកតងទៅនឹងការ explore តកតងនឹងការ pen test តកតងនឹង red team អញ្ចឹងពីរហ្នឹងគឺការងារដាច់ដライពីគ្នាប៉ុន្តែមូលដ្ឋានគ្រឹះ basic របស់យើងគឺយើងនៅតែចេះតកតងទៅនឹង server networking Linux system អីហ្នឹងបានយើងអាចយកវាមកធ្វើការ combine បញ្ចូលគ្នាទៅយើងអាចធ្វើជា real practice ជា lab testing បានល្អបាទហើយសម្រាប់ខ្ញុំវិញគឺខ្ញុំរៀនតាក់ទងទៅនឹង cyber defensive រយៈពេល6ឆ្នាំដែលខ្ញុំបដូរពីខាង network មកខាង defensive ដំបូងហ្នឹងគឺមានការលំបាកខ្លាំងដោយសារសូម្បីតែពាក្យក៏អានមិនសូវដាច់ហើយមិនសូវយល់ដោយសារវាជាថ្មីសម្រាប់យើងរៀនខាង network វាអាចបរិបទមួយផ្សេងដល់ពេលយើងមករៀនខាង defensive ហ្នឹងគឺខ្ញុំកាន់ការងារដំបូងគឺខ្ញុំធ្វើតាក់ទងទៅនឹង SIEM គេហៅ solution SIEM ណាខ្ញុំកាន់ដំបូងគឺ IBM Q Radar វាធ្វើខ្ញុំមានការឆ្លាញ់នៃការងារហ្នឹងហើយនឹងជាការងារដំបូងដែលខ្ញុំបានធ្វើគឺតាក់ទងទៅនឹង IBM Q Radar បាទហើយបងប្អូនចង់រៀនតាក់ទងទៅនឹង cyber អាចរើសទៅលើមុខវិជ្ជាណាដែលបងប្អូនពេញចិត្តបាទឧទាហរណ៍ cyber defense ក៏ល្អបាទ offensive ក៏ល្អអញ្ចឹងបូកសរុបទៅការងារហ្នឹងក៏ល្អដែរបើសិនជាយើងចេះទាំងពីររត់តែល្អគឺវាអាចធ្វើការងាររបស់យើងកាន់តែក្របាទអញ្ចឹងសូមអរគុណ